លោកនាយប៉ុស្តិ៍បាទលោកកំពុងតែជួយហៅកង់3ដើម្បីដឹកគាត់ទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះឲ្យប្រិយមិត្តជនបាទពាក់ព័ន្ធទៅនឹងករណីហិង្សារវាងភាគីទាំងសងខាងនេះយើងមិនដឹងថាខាងណាអ្នកផ្ដើមចំនួនមុននឹងយើងមិនដឹងថាខាងណាជាជនសង្ស័យឬក៏ជាជនរងគ្រោះយើងពុំទាន់ដឹងនោះទេយើងរងចាំទុកឲ្យសមត្ថកិច្ចលោកធ្វើការសិនហើយជាក់ស្ដែងនៅទីតាំងកន្លែងកើតហេតុជនជាតិឥណ្ឌូនេស៊ីម្នាក់នោះទៅបានបញ្ជូនទៅកម្មវិធីពេទ្យហើយបាទដោយលោកនាយប៉ុស្តិ៍បឹងកេងកងបានបញ្ជូនទៅហើយឥឡូវនេះសមត្ថកិច្ចបានហៅរថយន្តសមុយមកមួយគ្រឿងទៀតដើម្បីទៅពិនិត្យបរិសម្នាក់ទៀតដែលនៅខាងលើបាទកំពុងតែនៅខាងលើនោះប្រិមិត្តបាទអញ្ចឹងយើងមិនដឹងថាខាងណាជាជនសង្ស័យខាងណាជាជនរងគ្រោះទេជាក់ស្ដែងយើងស្ថានភាពគឺមានរបួសទាំងសងខាងបាទជុំវិញករណីហិង្សានេះផងដែរនៅរសៀលថ្ងៃទី30ខែកញ្ញាឆ្នាំ2025តាមបណ្ដោយផ្លូវ282ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី1ខណ្ឌបឹងកេងកងរាជធានីភ្នំពេញគឺមានករណីជនជាតិឥណ្ឌូនេស៊ី2នាក់បានបកកហិង្សារវាង2នាក់គ្នាគាត់ហើយបណ្ដាលឲ្យម្នាក់រងរបួសយ៉ាងដំណំនិងម្នាក់ទៀតគឺតាមប្រភពព័ត៌មានដែលខ្ញុំទទួលបានពីសមត្ថកិច្ចគឺជាព័ត៌មានបឋមថាស្លាប់នៅខាងលើផ្ទះជួលនោះបាត់ទៅហើយពាក់ព័ន្ធទៅនឹងករណីនេះយើងពុំទាន់ដឹងថាតើពួកគាត់នឹងឆ្លោះគ្នាដោយមូលហេតុអីទេបានរហូតឈានទៅដល់ការប្រើហិង្សាចាក់គ្នាបណ្ដាលឲ្យម្នាក់រងរបួសនិងម្នាក់ទៀតគឺស្លាប់បាត់បង់ជីវិតនៅនឹងទីតាំងកន្លែងកើតហេតុតែម្ដងដែលបង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរតាមបណ្ដោយផ្លូវនេះក៏ដូចជាអ្នករស់នៅចិត្តនេះផងដែរព្រមទាំងជនពាក់ព័ន្ធទៅនឹងករណីហិង្សាដែលបណ្ដាលឲ្យមានអ្នកស្លាប់និងមានអ្នករងរបួសរវាងភាគី2នាក់បានប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមករហូតដល់មានអ្នករងរបួសនិងអ្នកស្លាប់បាទដែលឥឡូវនេះសមត្ថកិច្ចលោកបានអញ្ជើញមកដល់ដោយដឹកនាំផ្ទាល់ពីលោកបាទផូសារវ័នដែលជាអធិការកោបាលខណ្ឌបឹងកេងកងផ្ទាល់លោកបានដឹកនាំកម្លាំងចុះធ្វើការអន្តរាគមន៍ជុំវិញទីតាំងកន្លែងកើតហេតុផងដែរអញ្ចឹងសូមប្រិមត្តតាមដានតទៅទៀតពាក់ព័ន្ធទៅនឹងហេតុការណ៍នេះផងដែរបាទឥឡូវនេះឃើញថាមានវត្តមានរបស់លោកអធិការខណ្ឌបឹងកេងកងអញ្ជើញមកដល់ហើយដឹកនាំកម្លាំងចុះទៅផ្ទាល់តែម្ដងហក់មកអ៊ំហក់មកមែនអ៊ំរួចមករួចពីបែកខោអូដេញគ្នាអូដេញគ្នាទៅធ្លាក់មកបាទប្រតិជនឥឡូវនេះឃើញថាកម្លាំងសមត្ថកិច្ចយកលោកបានរៀបចំឧបករណ៍សម្រាប់ឡើងទៅធ្វើការអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើដែលនៅជាន់ខាងលើឯណោះបាទអញ្ចឹងគឺក៏សូមអរគុណប្រិយមិត្តជនដែលចំណាយពេលវេលាដ៏មានតម្លៃចូលទស្សនាដល់ការផ្សាយគណៈពេលនេះខ្ញុំបាទសំណាងសូមអរគុណសូមគោរពលា